សួស្តីដល់រដូវកាលផ្សិតបកទៀតហើយអញ្ចឹងមួយឆ្នាំមានតែម្ដងទេផ្សិតនេះហើយជាទូទៅគេយកវាទៅខបានឆ្ងាញ់ណាបើសិនយកទៅធ្វើអីផ្សេងខ្ញុំធ្លាប់សាកយកទៅស្ងោរដែរប៉ុន្តែវាធំផ្សិតពេកអញ្ចឹងឥឡូវយើងមកកូរស្ករដាក់ខ្ទឹមម្ទេសតិចទៅហើយយើងកូរវាឲ្យឡើងក្រហមចាំដាក់សាច់ជ្រូកហើយសាច់ជ្រូកនេះបច្ចៈគឺខ្ញុំយកវាទៅចៀនដើម្បីចេញខ្លាញ់សិនហើយសម្រាប់ខនឹងផងដែរគឺខ្ញុំលាយជាមួយនឹងពងទាព្រោះដោយសារកូនចូលចិត្តអញ្ចឹងណាអញ្ចឹងក៏ខ្ញុំដាក់ពងទាជាក់ស្ដែងគឺយើងជៀមដាក់វាឲ្យឡើងពណ៌ក្រហមល្អអញ្ចឹងទៅចាំចាក់ទឹកហើយនេះគឺជាសមិទ្ធផលចេញមកហើយតំណងអត់បងប្អូនខ្ញុំខរៀងច្រើនអញ្ចឹងខ្ញុំដួសទុកខ្លះព្រោះថាញ៉ាំអត់ទាន់វាអាចនឹងបាត់បង់រសជាតិពេលដែលយើងក្តៅ